បងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំទៀតហើយបងប្អូនហើយថ្ងៃនេះផងដែរបងប្អូនក៏យើងទិញបានទងស្រែល្អមែនតើសាច់ឡើងលឿងល្អបងប្អូនអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកឆាក្តៅជាមួយនឹងទងយើងនឹងឯងហើយគ្រឿងផ្សំក៏ខ្ញុំបានរៀបចំរួចរាល់ហើយបងប្អូនគឺបេះលាងសម្អាតរួចរាល់ដូចជានេះគឺជាម្រះព្រៅហើយគ្រឿងខ្មែររបស់យើងមានខ្ទឹមសខ្ទឹមក្រហមម្ដេងគល់ស្លឹកគ្រៃម្ទេសក្រូចសើចនិងខ្ទឹមរមៀតអញ្ចឹងណាបងប្អូនហើយនេះគឺខ្ញុំដាក់ម្ទេសអានេះគេហៅប្រភេទម្ទេសហាវ៉ៃបងប្អូនម្ទេសអីទេហ្នឹងវាអត់សូវហឹរអញ្ចឹងណាចាអញ្ចឹងឥឡូវគ្រឿងផ្សំរបស់យើងគឺរៀបចំរួចរាល់ហើយបងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញពីវិធីឆានទងរបស់ខ្ញុំតែម្ដងណាប្រេងឆាតែនេះគឺខ្ញុំប្រើខ្លាញ់ជ្រូកបងប្អូនចាបងប្អូនដល់ខ្លាញ់ក្តៅហើយខ្ញុំដាក់ខ្ទឹមសមុនគេចាខ្ញុំដាក់អំពងចាហើយចាំយើងដាក់ចាគ្រឿងរបស់យើងរបស់យើងឆាឈ្ងុយហើយយើងចាក់សាច់អន្ទង់យើងចូលតែម្ដងណាតាមខែជួយហ្នឹងចានេះគឺចាអំបិលបងប្អូនចាទឹកត្រីចានេះចាស្ករសវាយតាមចំណូលចិត្តបងប្អូនតែរសជាតិវាត្រូវការរៀងដិតបន្តិចទឹកល្អហើយឥឡូវខ្ញុំចាក់ទឹកបន្តិចសិនដើម្បីឲ្យចាស់កាន់តែឆ្អិនល្អអញ្ចឹងណាវាក្របវាសិនទុកឲ្យពុះចាឥឡូវយើងដាក់ម្ទេសហាវ៉ៃយើងចូលតែម្ដងបងប្អូនឥឡូវហ្នឹងឆាក្តៅទុំយើងគឺឆ្អិនរួចរាល់ហើយរសជាតិដែលយើងចង់បានដែរគឺខ្ញុំដាក់ចាស្លាបម្រះព្រៅតែម្ដងណាបងប្អូនចាគ្រឿងម្រះព្រៅរបស់យើងគឺដាក់ទៅត្រឡប់ទេគឺឆ្អិនហើយអញ្ចឹងយើងដាក់កកោមកគឺវាឆ្អិនហើយតែម្ដងចាគឺឈ្ងុយតែម្ដងណាបងប្អូនឃើញគ្រឿងខ្មែររបស់យើងហ្នឹងណាឈ្ងុយធ្វើឲ្យយើងនឹកឃើញបាយតែម្ដងណាមុខម្ហូបនេះចាឆ្អិនរួចរាល់ហើយយើងអាចផលិតលើកបានទេបងប្អូន ច
ចាបងប្អូនឥឡូវគឺឆាក្តៅតងយើងគឺឆ្អិនរួចរាល់ហើយបងប្អូនគឺតំណងខ្លាំងមែនតើសម្រាប់បងប្អូនដែលចង់បុកគ្រឿងស្កាតអីចឹងណាអាចធ្វើការឆាក្តៅតាមវិធីនេះណាគឺរសជាតិឆ្ងាញ់ហើយប្លែកមាត់តែម្ដងណាបងប្អូនចានេះគឺម្ទេសចាដាក់ម្ទេសច្រើនហឹលតិចមកគឺឆ្ងាញ់តែម្ដងចាអញ្ចឹងសម្រាប់ឆាក្តៅតុងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនខុសត្រូវអីអាចធ្វើការ comment នៅខាងក្រោមវីដេអូហើយសម្រាប់វីដេអូរបស់នាងខ្ញុំថ្ងៃនេះក៏សូមចាប់តែប៉ុណ្ណេះចាំជួបគ្នាជាមួយនឹងคลิปវីដេអូក្រោយៗរបស់នាងខ្ញុំទៀតអរគុណច្រើនបងប្អូនជម្រាបលា